តែបងប្អូនណាជាថ្ងៃពិសេសមួយបងប្អូននៅចាំបានទេបងប្អូនកាលពីឆ្នាំ2024ឆ្នាំ2024ខែសីហាថ្ងៃទី5 2024ខែសីហាថ្ងៃទី5ខែសីហាឆ្នាំ2024បងប្អូនចាំបានទេតើជាថ្ងៃអីបងប្អូនបាទគឺជាថ្ងៃសម្ពោធនៃការជីកព្រែកជីកហ្វូណនដៃជោបាទគឺជាថ្ងៃសម្ពោធនៃការបើកការដ្ឋានជីកព្រែកជីកហ្វូណនដៃជោអញ្ចឹងមកទល់ថ្ងៃនេះគឺសំទោសមកទល់ថ្ងៃទី5ខែសីហាឥឡូវថ្ងៃទី2ហើយនៅ3ថ្ងៃទៀតគឺគម្រប់2ឆ្នាំគម្រប់2ឆ្នាំបងប្អូនណាហើយបងប្អូនចាំបានទេថាថ្ងៃហ្នឹងថ្ងៃទី5ខែសីហាហ្នឹងគឺជាថ្ងៃអីបងប្អូនបាទគឺជាថ្ងៃខួបកំណើតរបស់សម្ដេចតេជោហ៊ុនសែនអញ្ចឹងបងប្អូនត្រូវចាំថាថ្ងៃសម្ពោធការដ្ឋានព្រែកជីកហ្វូណនដៃជោគឺជាថ្ងៃកំណើតរបស់សម្ដេចតេជោហ៊ុនសែនបងប្អូនណាបាទអញ្ចឹងសូមឆ្លៀតឱកាសនេះខ្ញុំបាទសំវត្តនាសូមឆ្លៀតឱកាសនេះអបអរសាទរនៅរីករាយនៅថ្ងៃកំណើតរបស់សម្ដេចតេជោហ៊ុនសែនក៏សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកសូមជូនពរដល់សម្ដេចសូមឲ្យសម្ដេចមានសុខភាពល្អមានកម្លាំងកំហែងបញ្ញាស្មារតីមាំមួនដើម្បីដឹកនាំប្រទេសជាតិតទៅមុខទៀតបាទរីករាយថ្ងៃកំណើតសម្ដេចបាទ Happy Birthday បាទអញ្ចឹងថ្ងៃនេះជាថ្ងៃ birthday ជាថ្ងៃកំណើតរបស់សម្ដេចតេជោហ៊ុនសែនបងប្អូនណាអញ្ចឹងសូមបងប្អូនទាំងអស់គ្នាជូនពរដល់សម្ដេចផងបាទអញ្ចឹងបងប្អូនយើងបន្តទៅទៀតហើយគ្រាន់តែខ្ញុំចង់ជម្រាបជូនបងប្អូនទេគេមរតកនៃព្រែកជីកហ្វូណនដៃជោនេះក្នុងពេលនេះយើងអត់ទាន់ឃើញសមិទ្ធផលទេប៉ុន្តែនៅពេលដែលបញ្ចប់ការដ្ឋានជីកពេលនោះហើយជាមរតកជាតិសម្រាប់កូនខ្មែរចំនួនក្រោយប្រើប្រាស់ណាបើទីហោះថា5ឆ្នាំទៅ10ឆ្នាំទៀតការដ្ឋាននឹងចប់នោះប្រជាពលរដ្ឋខ្មែរនឹងអាចអាស្រ័យផលនៅលើព្រែកជីកហ្វូណននោះហើយកូនខ្មែរចំនួនក្រោយនឹងប្រើព្រែកជីកហ្វូណនដៃជោនឹងជាកេរមរតករបស់ជាតិហើយជាព្រែកជីកមួយដែលក្នុងរាជការសម្ដេចតេជោបាទឥឡូវនេះសម្ដេចបវរធិបតីប៉ុន្តែចាប់ផ្ដើមពីសម្ដេចតេជោមកបាទជំរាបសួរអ៊ំខឹមបាទជំរាបសួរអញ្ចឹងបងប្អូនខ្ញុំចង់ចែករំលែកប៉ុណ្ណឹងហើយយើងមើលថាបងប្អូនយើងបានផ្ញើសារមកជាច្រើនណាខ្ញុំសូមចាប់ផ្ដើមមួយដំណាក់កាលទៅមួយដំណាក់កាលសិនបងប្អូនណាបាទចាប់ផ្ដើមមុនគេគឺឃើញមានគាត់ផ្ញើសារមកឃើញថាមានក្រុមជ្រុលនិយមរបស់លោកសំរងស៊ីហ្នឹងបង្ហោះសារគឺឃើញមនុស្សប្រហែល20នាក់ធ្វើបាតុកម្មនៅឯកូរ៉េខាងត្បូងប្រហែល20នាក់ហើយគេទៅសេដាក់ថាពូជខ្មែរសាងអង្គរដល់រួចហើយមានរូបមួយទៀតគឺរូបយុវជនខ្មែរដែលនាំគ្នាផុសផុលចូលរួមសប្បាយរីករាយជាមួយនឹង concert ដែលគ្រប់គ្រងផលិតផលខ្មែរគឺមួកខ្មែរមួករបស់ខ្មែរមួកស្លឹកត្នោតគឺមួកស្លឹកត្នោតខ្មែរដែលក្រុមហ៊ុនបានយកមកចែកជូនបងប្អូនដើម្បីគ្រប់គ្រងផលិតផលរបស់ខ្មែរណាធ្វើអំពីស្លឹកត្នោតរាប់លានមួកជាងគេថារាប់ម៉ឺនសំទោសរាប់ម៉ឺនមួកបាទរាប់ម៉ឺនមួកបងប្អូនដែលទៅទស្សនា concert ហ្នឹងគឺម្នាក់ទទួលបានមួកស្លឹកត្នោតនឹងមួយអញ្ចឹងបងប្អូនយើងដែលខំប្រឹងធ្វើមួកស្លឹកត្នោតហ្នឹងដើម្បីជាតំណាងរបស់ខ្មែរយើងហ្នឹងព្រោះត្នោតជាតំណាងនៃកម្ពុជាយើងនៃខ្មែរយើងអញ្ចឹងផលិតផលមួកស្លឹកត្នោតរបស់ខ្មែរហ្នឹងគឺបានផ្សព្វផ្សាយណា
ហើយប្រជាប្រដ្ឋចូលរួមរាប់ម៉ឺននាក់គេបាននិយាយថាអ្នកដែលទៅចូលរួមរាប់ម៉ឺនហ្នឹងគឺជាពូជបាត់ដីជាពូជបាត់ដីបងប្អូនណាមិនតែប៉ុណ្ណោះយើងឃើញរាប់ពាន់ជិតដល់ម៉ឺននាក់ដែលទៅចូលរួមរត់នៅអង្គរណាចូលរួមរត់ការដែលរត់នេះគឺយើងចង់ផ្សព្វផ្សាយអំពីកេរមរតកដូនតាយើងគឺប្រាសាទអង្គរយើងរត់នៅតំបន់អង្គរដើម្បីអីដើម្បីនាំទេសចរមកលេងស្រុកយើងមនុស្សចូលរួមរាប់ពាន់ជិតដល់ម៉ឺននាក់ក្នុងការរត់ហ្នឹងគេថាគឺជាពូជបាត់ដីរីឯមនុស្ស20នាក់គឺជាពូជខ្មែរសាងអង្គរជំរាបសួរលោកបងហ៊ីពោសាត់បាទអូមានអ្នកពោសាត់ទៀតបាទហ៊ីពោសាត់បាទអ្នកបងប្អូនណាអញ្ចឹងបងប្អូនគាត់ផ្ញើមកឲ្យខ្ញុំគាត់មិនសប្បាយចិត្តទេគាត់ថាសូមលោកជួយបកស្រាយផងណាតបតខ្ញុំចង់ជម្រាបបងប្អូនទាំងអស់គ្នាបងប្អូនពិចារណាមើលក្រុមលោកសំរងស៊ីគាត់តាំងខ្លួនថាជាអ្នកស្អាតស្អំស្រឡាញ់ជាតិគ្រប់គ្រងដឹកនាំតាមលទ្ធិប្រជាធិបតេយ្យគោរពសិទ្ធិមនុស្សអញ្ចឹងសួរទៅវិញសួរថាស្អីគេប្រជាធិបតេយ្យគឺប្រជារាស្ត្រជាធំសម្លេងភាគច្រើនឈ្នះសម្លេងភាគតិចចុះបើសម្លេងភាគច្រើនគេគ្រប់គ្រងហើយសម្លេងភាគតិចមិនគ្រប់គ្រងហេតុអីបានសម្លេងភាគតិចនឹងចោតសម្លេងភាគច្រើនថាជាពូជធ្វើឲ្យបាត់ដីអញ្ចឹងបងប្អូនពិចារណាមើលថាអ្នកដែលតាំងខ្លួនថាជាអ្នកប្រជាធិបតេយ្យខ្លួនឯងមិនទាំងយល់អំពីអត្ថន័យនៃប្រជាធិបតេយ្យពិតប្រាកដផងនិយាយរួមបងប្អូនណាគេគ្រាន់តែយកផ្លាកប្រជាធិបតេយ្យមកដាក់ពីមុខជាខែលទេប៉ុន្តែសកម្មភាពមិនដែលអនុវត្តតាមប្រជាធិបតេយ្យទេបងប្អូនឃើញទេមនុស្សបងប្អូនពលករហ្នឹងថាប្រហែល20នាក់ចុះគេថាជាពូជអ្នកស្រឡាញ់ជាតិអញ្ចឹងសម្លេង20នាក់និងសម្លេងរាប់ម៉ឺននាក់នរណាច្រើនជាងអញ្ចឹងហើយបានខ្ញុំជម្រាបជូនបងប្អូនថាបើគេជាអ្នកប្រជាធិបតេយ្យពិតប្រាកដមែនគឺគេត្រូវស្ដាប់សម្លេងភាគច្រើនបើសម្លេងភាគច្រើនគេយល់ឃើញថាសកម្មភាពនិងការដឹកនាំរបស់ថ្នាក់ដឹកនាំមេដឹកនាំកម្ពុជាគឺជាល្អគេត្រូវគោរពតាមមតិភាគច្រើនប៉ុន្តែបើគេជាមតិភាគតិចហើយនៅតែមានអ្នកនោះហើយដែលគេឲ្យឈ្មោះថាក្រុមជ្រុលនិយមបងប្អូនយល់ទេបាទជំរាបសួរលោកអុកកាមេរ៉ាបាទឃើញលោកអុកកាមេរ៉ាដាក់ comment អញ្ចឹងថ្ងៃនេះខ្ញុំសូមអានបន្តិចបងតើបងយល់យ៉ាងណាចំពោះសកម្មភាពរបស់យាយហួរដើរគៀងកនៅក្រៅប្រទេសអូខេបាទឥឡូវយើងងាកទៅមើលសកម្មភាពលោកស្រីមូសុខួរដែលគាត់ធ្វើដំណើរទៅប្រទេស New Zealand បាទខ្មែរយើងហៅ Nova Zelanda អញ្ចឹងហ៎បងប្អូនណាប៉ុន្តែឥឡូវបងប្អូនខ្មែរគាត់ច្បាស់ហ៎ទោះជាយើងហៅ New Zealand ក៏គាត់ស្គាល់ដែរបាទ New Zealand ហើយវីដេអូនេះយើងអត់បំភ្លឺទេវីដេអូដែលផ្សព្វផ្សាយដោយលោកស្រីមូសុខួរគាត់អញ្ជើញទៅទីនោះហើយគាត់បានសួរទៅលោកពូម្នាក់ដែលគាត់ជាចាស់ទុំនៅទីនោះឲ្យជួយរៀបចំហើយលោកពូនោះថាបានផ្សព្វផ្សាយហើយឲ្យគេចុះឈ្មោះដើម្បីរើសតំណាងរាស្ត្រអញ្ចឹងណាបាទរើសតំណាងហើយលោកពូនឹងថាគេបានចុះឈ្មោះហើយគេបានចុះឈ្មោះយ៉ាងកកកហើយបាន2-3នាក់ហើយបងប្អូនណាខ្ញុំសរសើរលោកពូដែលនៅអ្នកដែលនៅនោះគឺគាត់អត់ហ៊ាននិយាយកុហកទេគឺគាត់ថាគេបានមកចុះឈ្មោះ2-3នាក់ហើយដូចនៅបារាំងអញ្ចឹងគេបានចុះឈ្មោះបានប្រហែល200នាក់ហើយប៉ុន្តែសម្លេង2-3នាក់និងសម្លេង200នាក់នៅប្រទេសបារាំងมันអាចសម្លេងភាគតិចហ្នឹងមកតាំងខ្លួនថាតំណាងមនុស្ស
sầm lấy phía trán để cái ớt rồi vô chỉ mùi thế chẳng để từ New Zealand nắng đại lục pu còn mình sao thà kia mà cho mua pi bảy nè hơi dừng ao tha mà rồi nè cho ta mà rồi nè nắng mình át đầm nang mà nu rót rồi nè đại tràn chiêng nụ tì bà sân chỉ dương thơ chia rồi bài ca chia phía rồi cứ miên đây tha mày sở rố chốt sở rố pi hơi nứng bà chia đi mười rồi nè mình át bàn tê bằng phố ná mình át mà nút đầm nang mình nút phía trán để khuôn anh cái control khuôn miên chùm luôn xong bay tay mình bàn mùi phía rồi mình át đi bà dùng rịp xua lục sạc côn bạn dùng rịp xua vì khách còn bông thông bạn trong áo côn bạn bà chẳng bóng ôn bị cha na chùm nịch nâng chẳng giúp bị chân khmai chùm non crowd để dân hai thá generation Z để lấy cái hai so cắt thá chân Z đi con dùl đăng khủ nung mùa rồi nè trong áo bạch sắp phía rồi sắp tay chia dụ chân để miên chùm nè đăng mà phây nè chặt tục tha quạt nơi mật sử generation Z đi cứ chắp bia dụ đọc vào môi năm làng tới thà lai mà đó thà xàm sập năm cho dương khơi dụ chân dương pan nắng mà nè cứ quạt miền tu được sập smartphone ởក្នុងដៃរួចគ្រប់គ្នាទោះជានៅក្នុងខេត្តឬក៏នៅក្រុងគឺដូចគ្នាគាត់មានទូរស័ព្ទប្រើគ្រប់គ្នាបើសិនជាគិតភាគរយដូចខ្ញុំនិយាយមិនអញ្ចឹង 80% អញ្ចឹងគាត់អាចមើលឃើញទូលំទូលាយនៅការវិវត្តរបស់ពិភពលោកតើពិភពលោកគេដើរដល់ណាហើយតើកម្ពុជាយើងមកដល់ដំណាក់កាលនេះយើងមានការវិវត្តណាផ្នែកតនសម័យផ្នែកជឿនលឿនផ្នែកសពគ្រប់ដល់ណាហើយព្រោះពេលហ្នឹងក្នុងវ័យនេះគឺពួកគាត់សុទ្ធតែជានិស្សិតសិស្សនិស្សិតនឹងបញ្ញវន្តណាលើសពី20ឆ្នាំទៅគេចាប់ផ្ដើមគេចូលសាកលវិទ្យាល័យចូលអីគេសិតតែជាបញ្ញវន្តណាអញ្ចឹងអស់លោកបងប្អូនទាំងអស់គ្នាត្រូវយល់ដឹងថាគំនិត Gen Z ណា Generation Z របស់កម្ពុជាយើងគេមានការវិវត្តផ្នែកគំនិតរបស់គេនឹងប៉ុណ្ណាយើងមើលឃើញគឺពួកគាត់ប្រឹងប្រែងបង្កើននៅចំណេះដឹងខ្លួនគាត់ទាត់ចោលនៅអវ័យដែលបំផ្លាញប្រទេសជាតិគាត់មែនមានតិចតួចបំផុតដែលជាបងទូចបងធំគាត់នៅកាប់ចាក់គ្នាគាត់នៅវាយគ្នាគាត់នៅផឹកសវឹងអីប៉ុន្តែมันអាចយកចំនួនភាគតិចហ្នឹងមកប្រៀបធៀបនឹងចំនួនភាគច្រើនហើយវាតម្លៃថាមកប្រទេសទេដល់បងប្អូនណាវាតម្លៃថាមកប្រទេសខ្មែរឬក៏យុវជនខ្មែរទាំងអស់នោះទេយើងអត់ធ្វើអញ្ចឹងទេយើងមិនអាចនិយាយអញ្ចឹងបានទេជំរាបសួរលោកសន្តិរិទ្ធបាទខានជួបគ្នាយូរបាទអញ្ចឹងក្រុមលោកសំរងស៊ីវាតម្លៃនេះគឺជាការប្រមាថមើលងាយដល់ប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកយ៉ាងច្រើនមនុស្ស20នាក់ធ្វើបាតកម្មនៅកូរ៉េខាងត្បូងគាត់ថាជាអ្នកជាខ្មែរខាងកសាងអង្គរមនុស្សរាប់ម៉ឺននាក់ចូលរួមគាំទ្រផលិតផលមួកស្លឹកត្នោតខ្មែរណាអ្នកណាមកចូលរួមគាំទ្រគឺនឹងបានមួកស្លឹកត្នោតខ្មែរមួយមានន័យថាធ្វើឲ្យកូនខ្មែរសិប្បកម្មធ្វើមួករបស់កូនខ្មែរយើងហ្នឹងគ្នារកចំណូលបានច្រើនណារាប់ម៉ឺនមួកហើយខ្ញុំឃើញយើងតំណាងឲ្យខ្មែរយើងនាំគ្នាពាក់ដើម្បីអីឲ្យពិភពលោកគេឲ្យទេសចរដែលគេមកលេងជាមួយយើងហ្នឹងគេទទួលស្គាល់ថាមួកស្លឹកត្នោតនេះគឺជាតំណាងឲ្យខ្មែរយើងកម្ពុជាណាហើយគេវាយតម្លៃថាមនុស្សរាប់ម៉ឺននាក់ហ្នឹងគឺជាអ្នកធ្វើគឺជាពូជដែលធ្វើឲ្យបាត់បង់ទឹកដីនេះគឺជាការប្រមាថបងប្អូនណាប្រមាថដល់បងប្អូនខ្មែររាប់លានអ្នកនៅក្នុងប្រទេសកម្ពុជាចឹងណាបងប្អូនណាហ
ហើយអីបានគេប្រើភាសានឹងប្រមាថប្រជាប្រដ្ឋខ្មែរជាពិសេសប្រមាថយុវជនខ្មែរពីព្រោះអីការអំពាវនាវរបស់លោកសំរងស៊ីចង់ឲ្យយុវជនខ្មែរក្រោកឡើងធ្វើការបះបោរបំផ្លាញខ្លួនឯងក្រោកឡើងធ្វើការបះបោរផ្ដួលរំលំមេដឹកនាំកម្ពុជាដើម្បីបំផ្លាញខ្លួនឯងបំផ្លាញប្រទេសជាតិខ្លួនឯងប៉ុន្តែកូនខ្មែរអត់ល្ងងទេកូនខ្មែរអត់ល្ងងទេពីព្រោះអីពីមុនយើងធ្លាប់មានស្ពានមួយមកកណាត់នៅទីក្រុងភ្នំពេញមានស្ពានមួយកំណាត់បើនៅតាមខេត្តវិញមួយនឹងមិនមែនមួយពិតប្រកបទេមួយនឹងគឺទរុនទរាណាស្ពានដែកនឹងប្រហោងកាហេងកហោងធ្វើដំណើរនឹងខ្លាចតែផុងធ្លាក់ទៀតដាក់ក្តារដល់មកប្រទេសទេរថយន្តនឹងត្រូវបើកប្រយ័ត្នប្រយែងប៉ុន្តែឥឡូវបងប្អូនឥឡូវភូមិទីណាមានភូមិទីនោះមានផ្លូវទៅដល់ស្ពានឆ្លងទន្លេយើងចាប់ផ្ដើមឃើញមានការសាងសង់ជាបន្តឥឡូវស្ពានធំមួយទៀតដែលចេញពីខេត្តត្រូវភ្ជាប់ដល់ស្ទឹងត្រែងដល់អីនេះបាទទៅខាងតំបន់ឦសាននេះចិត្តរួចរាល់ណាបងប្អូនហើយយើងឃើញស្ពានជាបន្តអភ័ព្វស្ពាននៅឆ្លងស្ទឹងមេទឹកនៅខេត្តពោធិ៍សាត់ត្រូវចោលឈ្លានពានទម្លាក់ដាច់ស្ពាននឹងមួយធ្វើឲ្យយើងឈឺចាប់បន្ទាប់មកយើងឃើញផ្លូវជាតិរបស់យើងខ្វាត់ខ្វែងមានផ្លូវវាងក្រុងឥឡូវនេះចាប់ផ្ដើមខ្ញុំថ្ងៃមុនខ្ញុំមើល YouTube ទៅឃើញផ្លូវវាងក្រុងខេត្តកំពង់ឆ្នាំងផ្លូវវាងក្រុងខេត្តកំពង់ធំណាចាប់ផ្ដើមមានផ្លូវវាងក្រុងដើម្បីអីដើម្បីឲ្យលឿនបងប្អូនចង់ធ្វើដំណើរទៅដល់ពោធិ៍សាត់ទៅដល់បាត់ដំបងឲ្យលឿនទៅយើងវាងក្រុងកុំឲ្យជាប់កុំឲ្យជាប់ចរន្តនៃ traffic ណាកុំឲ្យជាប់ចរាចរណ៍អញ្ចឹងបងប្អូនណាបាទហ្នឹងហើយកុំឲ្យជាប់អញ្ចឹងយើងអាចវាងក្រុងបានថ្នាក់ដឹកនាំកម្ពុជាព្យាយាមកសាងអភិវឌ្ឍប្រទេសជាតិពីបាតដៃទៅទេមកទល់ពេលនេះខំប្រឹងធ្វើដើម្បីសម្រួលឲ្យប្រជាពលរដ្ឋរស់នៅសម្រួលនៃការរស់នៅរបស់ប្រជាពលរដ្ឋសម្រួលនៃការដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋសម្រួលនៃទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងអ្នករកស៊ីពីប្រទេសមួយទៅប្រទេសមួយបងប្អូនឃើញទេរីឯក្រុមលោកសំរងស៊ីផ្សព្វផ្សាយថាប្រជាពលរដ្ឋខ្មែររស់នៅវេទនាជាងសម័យប៉ុលពតទៅទៀតអញ្ចឹងបងប្អូនណាយើងទៅដើម្បីឆ្លុះបញ្ចាំងការពិតយើងទៅមើលថាតើអ្វីដែលលោកសំរងស៊ីនិយាយនឹងពិតឬក៏មិនពិតការពិតឬក៏មិនពិតក្នុងនាមខ្ញុំជាប្រជាប្រដ្ឋខ្មែរក្នុងនាមបងប្អូនដូចជាមានដូចបងលោកឯកកើនលោកសគុណលោកកឹមលីសម្រាប់សួរលោកអ៊ីវ៉ានទៅលេងស្រុកខ្មែរច្រើនដងគាត់អ្នកអាមេរិកទេបាទហើយគាត់ជាសាក្សីនឹងអស់លោកដទៃទៀតយើងឃើញនឹងភ្នែកតែយើងជាសញ្ជាតិខ្មែរយើងនិយាយទៅគេថាយើងភូតកុហកពេលដែលយើងនិយាយទៅគេថាភូតកុហកពេលព្រោះអីយើងគ្រប់គ្រងគណៈបកប្រជាជនយើងលក់ក្បាលឲ្យគណៈបកប្រជាជនយើងចូលរួមចំណែកក្បត់ជាតិដូចខ្ញុំអញ្ចឹងគេថាខ្ញុំអាក្បត់ជាតិបាទអញ្ចឹងយើងទៅមើលលើតំណាងអង្គការសិទ្ធិមនុស្សណាលោក Thomas Andrew លោក Thomas Andrew គឺជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទ
ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជាអញ្ចឹងយើងទៅមើលគាត់មើលតើគាត់ទៅធ្វើដំណើរនៅក្នុងប្រទេសខ្មែរហ្នឹងគាត់ទៅជួបតាំងពីសម្ដេចតេជោសម្ដេចបវរធិបតីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរដ្ឋមន្ត្រីក្រសួងមហាផ្ទៃគាត់ទៅជួបគ្រប់កន្លែងទាំងអស់សង្គមស៊ីវិលស្អីស្អីសពគ្រប់រួមទាំងលោកកឹមសុខាដែរជំរាបសួរលោកណារ៉ាល់បាទជំរាបសួរបាទលោកណារ៉ាល់គាត់ថាសម្ដេចលោកខំកសាងណាស់បាទពិតប្រាកដដែរបាទអញ្ចឹងយើងទៅមើលលើជនបរទេសដែលគេមកពិនិត្យមើលថាតើកម្ពុជាយើងពិតជាវេទនាជាងសម័យប៉ុលពតមែនឬអត់បងប្អូនណា